ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីវិធីប្រឡាក់ត្រីដែលគ្រួសារខ្ញុំចូលចិត្តញ៉ាំចាជាដំបូងយើងត្រូវការខ្ញីខ្ទឹមក្រហមខ្ទឹមសម្ទេសយើងយកវាមកដំបន្តិចទៅហើយយើងច្រាំវាចាបន្ទាប់មកយើងយកវាទៅបុកបន្ថែមទៀតតែកុំឲ្យវាម៉ត់ពេកចាយកគ្រឿងផ្សំទាំងនេះប្រើប្រាស់ដើម្បីកាត់ក្លិនមិនល្អឬក៏ក្លិនឆ្អាបរបស់ត្រីចាជំនួសឲ្យក្លិនឈ្ងុយឆ្ងាញ់នៅពេលដែលយើងអាំងនេះគឺឈ្ងុយពេញផ្ទះតែម្ដងអញ្ចឹងគ្រឿងផ្សំដែលយើងបុកហើយយើងដាក់ចូលក្នុងកធុនធំមួយដើម្បីងាយស្រួលប្រឡាក់ចាសម្រាប់ត្រី8ខាំរបស់ខ្ញុំគឺខ្ញុំដាក់ស្ករសឬក៏ស្ករក្រហមចំនួន20ក្រាមបើបងប្អូនចង់ដាក់តិចជាងនេះឬក៏ច្រើនជាងនេះតាមចំណូលចិត្តរបស់បងប្អូនចាបន្ទាប់មកអំបិល20ក្រាមបន្ទាប់ពីអំបិលហើយគឺយើងដាក់ម្រេចចាម្រេច2ក្រាមឬក៏ទឹកច្រើនតាមចំណូលចិត្តរបស់បងប្អូនចាបន្ទាប់ពីដាក់ម្រេចហើយគឺខ្ញុំដាក់ម្ទេសហឹរក៏ដូចគ្នាដែរបើបងប្អូនចង់ហឹរបងប្អូនដាក់រៀងច្រើនបន្តិចសម្រាប់ខ្ញុំចូលចិត្តហឹរអញ្ចឹងគឺខ្ញុំដាក់ច្រើនចាអញ្ចឹងបន្ទាប់មកយើងច្របល់គ្រឿងទាំងអស់ហ្នឹងចូលគ្នាមួយវិញទៀតគឺខ្ញុំអត់បានដាក់ប៊ីចេងទេអញ្ចឹងដោយសារគ្រួសារខ្ញុំអត់ញ៉ាំប៊ីចេងអញ្ចឹងបើសិនជាបងប្អូនចូលចិត្តប៊ីចេងបងប្អូនអាចថែមប៊ីចេងតាមចំណូលចិត្តរបស់បងប្អូនបានអញ្ចឹងបន្ទាប់មកគឺយើងយកត្រីមកច្របល់ឲ្យសព្វមួយអញ្ចឹងទៅចាស់កន្លឹះពិសេសដែលខ្ញុំចង់ចែករំលែកបងប្អូនក្នុងការប្រឡាក់ត្រីនេះគឺពេលដែលយើងទិញត្រីពីផ្សារមកភ្លាមយើងកុំអាចលាងសម្អាតវាភ្លាមគឺយើងយកអំបិលបន្តិចបូកទឹកហើយនឹងទឹកកកច្របល់វាសិនហើយត្រាំវារយៈពេលប្រហែលជា2ម៉ោងចាបន្ទាប់មកចាំយើងលាងសម្អាតវាស្រស់ទឹកទុកប្រឡាក់ងាកមកមើលការប្រឡាក់របស់យើងគឺរួចរាល់ហើយអញ្ចឹងគឺយើងប្រអប់ពីទុកប្រហែលជា 4-5 ម៉ោងគឺយើងអាចយកមកអាំងបានចាអរគុណសម្រាប់ការទស្សនាបងប្អូន